ជនសង្ស័យចំនួន5នាក់ក្នុងនោះម្នាក់ជាបកពួកជនសង្ស័យដែលក្លែងជាសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើសកម្មភាពកោះផ្ទះជនបរទេសយកគ្រឿងអលង្ការសរុបប្រមាណ$10,000និងម្នាក់ជាជនសង្ស័យបាញ់បោះសេរីត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់និងស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញមុខជាសាធារណៈរួមគ្នាកាលពីវេលាម៉ោង3រសៀលថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025នេះលោកវរៈសេនីយ៍ឯកអេងសោភាប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាជនសង្ស័យទាំង5នាក់ដែលបង្ហាញមុខមានម្នាក់ជាបកពួកជនសង្ស័យដែលក្លែងធ្វើជាសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើសកម្មភាពចាប់ជំរិតជនជាតិចិនដែលមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិនិងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ត្រីប៊ុនសិត្រាស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនិងលោកឧត្តមសេនីយ៍តូញងរស់មេតាស្នងការទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានធ្វើការស្រាវជ្រាវឈានទៅសហការជាមួយនគរបាលច្រកទ្វារអន្តរជាតិអន្តោប្រវេសន៍ក្រុងបាវិតនៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025ក៏បានឃាត់ខ្លួនបកពួកជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពក្លែងជាសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើសកម្មភាពចាប់ឃុំឃាំងនិងបង្ខាំងមនុស្សដោយខុសច្បាប់ជំរិតទារប្រាក់ចំនួន$52,000អាមេរិកកាលពីថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025ម៉ោងប្រមាណ 2:30 នាទីជនសង្ស័យរូបនោះឈ្មោះសុងឆាយហៅគួនអ៊ីភេទប្រុសអាយុ34ឆ្នាំមុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្នផ្ទះលេខ1ផ្លូវ108ភូមិថ្នោតជ្រុំសង្កាត់បឹងទំពុនខណ្ឌមានជ័យរាជធានីភ្នំពេញបន្ទាប់ឃាត់ខ្លួនសមត្ថកិច្ចដកហូត1អាវុធម៉ាក K54 លេខ7481គ្រាប់8គ្រាប់2អាវុធខ្លីម៉ាក Zaraki M906 គ្រាប់4គ្រាប់ដោយឡែកជនសង្ស័យចំនួន3នាក់ជាជនជាតិចិនត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្រាវជ្រាវឃាត់ខ្លួននៅថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2025ម៉ោងប្រមាណ 17:30 នាទីនៅចំណុចស្តុបហេងលៀបក្នុងភូមិព្រែកលៀបសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វាបន្ទាប់ពីធ្វើសកម្មភាពកោះផ្ទះជនជាតិអេស៊ីបសញ្ជាតិខ្មែរយកប្រាក់និងគ្រឿងអលង្ការសរុបប្រមាណ$10,000ជនសង្ស័យទាំង3នាក់នោះមួយឈ្មោះដឌីភេទប្រុសជនជាតិចិនអាយុ46ឆ្នាំ2ឈ្មោះដៃដុងសៀងភេទប្រុសជនជាតិចិនអាយុ46ឆ្នាំ3ឈ្មោះលីហួងគួងភេទប្រុសជនជាតិចិនអាយុ44ឆ្នាំចំណែកជនរងគ្រោះឈ្មោះអែលខូលីម៉ូហាម៉េតភេទប្រុសឆ្នាំកំណើត1972ជនជាតិអេស៊ីបសញ្ជាតិខ្មែរមានទីលំនៅបុរីភ្នំពេញផាកផ្ទះលេខ C18 ផ្លូវចម្ប៉ាភូមិខ្ទរសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារាជធានីភ្នំពេញមុខរបរពាណិជ្ជករលោកវរៈសេនីយ៍ឯកអេងសោភាប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថានៅថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោងប្រហែល 19:30 នាទីមានករណីលួចមានស្ថានទម្ងន់ទោសកោះទ្វារផ្ទះលួចយកទ្រព្យសម្បត្តិនៅចំណុចបរិយភ្នំពេញផាកផ្ទះលេខ C18 ផ្លូវចម្ប៉ាក្រុម19ភូមិខ្ទរសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារាជធានីភ្នំពេញនៅក្នុងសកម្មភាពជនសង្ស័យបានលួចយកមួយនាឡិកាដៃចំនួន9គ្រឿងមានម៉ាកដូចជា1ម៉ាក Longchin ចំនួន1គ្រឿង2ម៉ាក Smart ចំនួន2គ្រឿង3ម៉ាក Tiger ចំនួន1គ្រឿង4ម៉ាក Old T-shirt ចំនួន2គ្រឿង5ម៉ាក iWatch ចំនួន3គ្រឿង6ម៉ាក LV លោហៈធាតុពណ៌ទឹកប្រាក់ចំនួន1ខ្សែនិង7ខ្សែដៃម៉ាក LV លោហៈធាតុពណ៌ទឹកប្រាក់ចំនួន1ខ្សែដែលសរុបជាទឹកប្រាក់ប្រមាណ$10,000អាមេរិកបន្ទាប់ពីក្រុមចៅបរទេសកោះផ្ទះជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងហើយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក៏បានស្រាវជ្រាវហើយឈានទៅឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន3នាក់ព្រមទាំងដកហូតវត្ថុតាងបានសម្ភារៈមួយចំនួនយកមកប្រគល់ឲ្យម្ចាស់វិញតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង3ខាងលើថាខ្លួនពិតជាបានធ្វើសកម្មភាពកោះផ្ទះលួចយកទ្រព្យសម្បត្តិពិតប្រាកដមែនចំណែកជនសង្ស័យម្នាក់ទៀតត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពបាញ់បោះសេរីកាលពីអំឡុងខែកញ្ញាឆ្នាំ2025នៅតំបន់បឹងកក់ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ
បច្ចុប្បន្នជនសង្ស័យទាំង5នាក់ខាងលើសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំពុងធ្វើនីតិវិធីបញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់